ផ្ទះអត់ធ្វើលបងចោលលួចចូលផ្ទះតែសម័យឥឡូវពិបាកដែរពេលខ្លះផ្ទះយើងមានតាំងពីលបងហើយទ្វារចាក់សោទៀតនៅចោលខ្លះផ្លោះចូលហើយកោះទ្វារទៀតខ្ញុំគ្រាន់តែឧទាហរណ៍លេងៗទេដោយសារត្រីអាម៉ុកនេះគឺជាមុខម្ហូបមួយដែលជនជាតិបរទេសគាត់ស្គាល់ច្រើនមែនតើប៉ុន្តែក៏មានជនជាតិបរទេសច្រើនដែលប្រាប់ខ្ញុំថាគាត់រដែរឃើញមានគេលក់អាម៉ុកហ្នឹងនៅតាមផ្លូវដូចគេលក់បបរកាទៀវទេហើយពួកគាត់ឆ្ងល់ថាមកពីអីឬក៏ជាមុខម្ហូបគ្រាន់តែតាក់ទាញបរទេសតាមពិតអាម៉ុកត្រីគឺជាមុខម្ហូបមួយដែលជាម្ហូបខ្មែរចាស់បុរាណប៉ុន្តែគួរឲ្យសោកស្ដាយដែរដោយសារអត់សូវមានបងប្អូនខ្មែរយើងគាត់ធ្វើហូបនៅផ្ទះឬក៏ធ្វើលក់តាមផ្លូវដូចជាម្ហូបផ្សេងទេប៉ុន្តែបងប្អូនកុំភ្លេចណាខ្ញុំចាំបានថាកាលខ្ញុំទៅលេងនៅផ្ទះលេខ2នៅខាងផ្ទះលេខ2ឥឡូវគេថាម្ហូបហ្នឹងគឺជារបស់គេហើយខ្ញុំឈឺចាប់មែនតើបងប្អូនខ្ញុំចាំបានថាកាលហ្នឹងជាឆ្នាំ2018ខ្ញុំទៅដើរលេងជាក្រុមជាមួយមិត្តភ័ក្ដិខ្ញុំនៅខាងផ្ទះលេខ2ហើយពេលហ្នឹងមិត្តភ័ក្ដិខ្ញុំពួកគាត់ចាប់អារម្មណ៍ចង់រៀនធ្វើម្ហូបបោះខាងផ្ទះលេខ2ហ្នឹងហើយពួកយើងក៏នាំគ្នាកក់ជាក្រុមដើម្បីរៀនធ្វើម្ហូបចឹងណាហើយពេលហ្នឹងគឺខ្ញុំ surprise មែនតើពេលទៅរៀនហ្នឹងពេលហ្នឹងរៀនធ្វើម្ហូប5មុខហើយ4មុខហ្នឹងគឺបោះគេហើយមួយមុខទៀតគឺបោះយើងគឺអាមុខត្រីហ្នឹងហើយប៉ុន្តែម្នាក់ដែលបរៀនពួកយើងធ្វើម្ហូបហ្នឹងគេថាមុខហ្នឹងគឺជាម្ហូបរបស់គេពេលហ្នឹងក្តៅឆេវបងប្អូនប៉ុន្តែមិនដឹងធ្វើម៉េចយើងមិនចង់ឲ្យមិត្តភ័ក្ដិយើងមើលមកយើងថាយើងជាមនុស្សដែលជ្រុលនិយមពេកចឹងណាអញ្ចឹងក៏ទ្រាំធ្វើទៅហើយសម្រាប់រសជាតិវិញនិយាយឲ្យត្រង់គឺអត់ឆ្ងាញ់ទេហើយនៅក្នុងឆ្នាំ2018ហ្នឹងខ្ញុំក៏ជាអ្នកបរៀនគេធ្វើម្ហូបម្នាក់ដែរហើយក្នុងមួយចំណោមម្ហូបទាំងអស់ហ្នឹងក៏មានអាមុខត្រីយើងដែរហើយប្តីខ្ញុំគាត់ក៏បានភ្លក់រសជាតិអាមុខត្រីរបស់ខ្ញុំចឹងណាហើយពេលហ្នឹងគាត់ក៏និយាយថារបស់ខ្ញុំឆ្ងាញ់ជាងរបស់គេឆ្ងាយណាស់មិនអួតទេបងប្អូនប៉ុន្តែវាជាការពិតមែនរបស់គេធ្វើអត់ឆ្ងាញ់ទេធម្មតារបស់ដែល copy វាដែរដូចម្ចាស់ដើមទេហើយខ្ញុំក៏មិនមែនជាអ្នកធ្វើមកតាំងពីតូចដែរបងប្អូនខ្ញុំក៏រៀនមកពីគេពីឯងដែរប៉ុន្តែគាត់ចង់ប្រាប់បងប្អូនថាជារបស់យើងព្យាយាមថែរក្សាទាំងអស់គ្នាទៅបងប្អូនមួយមុខនេះអាចនិយាយបានថារៀងពិបាកធ្វើគ្រឿងក្រូវច្រើនប៉ុន្តែតែយើងភ្លេចហូបភ្លេចធ្វើប្រយ័ត្នគេយកទៅបានចេះតែខ្លាចទៅបងប្អូនអើយដោយសារមួយរយៈនេះឃើញពួកហ្នឹងស្អីក៏យករបស់យើងដែរមិនថាវប្បធម៌ការស្លៀកពាក់ពីបុរាណរបស់យើងម្ហូបហើយឥឡូវនេះឃើញថាគេសាងសង់ប្រាសាទអង្គរវត្តស្តៀងរបស់យើងទៀតគេលើកយកទៅអត់បានប៉ុន្តែគេធ្វើមិនឲ្យស្តៀងរបស់យើងឬក៏ដូចយើងអញ្ចឹងចេះខ្លាចដែរហ្នឹងណាថ្ងៃនេះខ្ញុំធ្វើអាមុខត្រីច្រើនមែនតែនបើសរុបទៅបានប្រហែលជា10កតោងអញ្ចឹងសរុបទៅអាចហូបបានគ្នា10នាក់ដោយសារកូនបងភួងហើយនិងក្មួយបងភួងដែលគាត់មករៀននៅក្រៅប្រទេសហ្នឹងគាត់ចង់ភ្លក់ម្ហូបស្នាដៃខ្ញុំធ្វើហើយខ្ញុំនឹកឃើញថាមានតាមុខហ្នឹងហើយដែលខ្ញុំធ្វើស្ទាត់ហើយមួយទៀតខ្ញុំក៏ចង់ឲ្យបងភួងហើយនិងដៃគូគាត់ហើយមានបងប្អូនខ្មែរយើងម្នាក់ទៀតនិងប្តីគាត់ជនជាតិស្វីសចង់ឲ្យពួកគាត់ភ្លក់រសជាតិចឹងណាមានអីបងប្អូនណាយកទៅនិយាយពីថាឆ្ងាញ់ហើយអ្នកខ្លះគាត់ថាគាត់ដែរបានភ្លក់រសជាតិអាមុខត្រីទេហើយខ្លះទៀតគាត់ថាធ្លាប់បានភ្លក់ហើយតែមានរសជាតិស្រាលពេកប៉ុន្តែបន្ទាប់ពីពួកគាត់បានសាករសជាតិអាមុខត្រីខ្ញុំហើយគាត់ថាឆ្ងាញ់ខ្លាំងមែនតើហើយបាយឡងអស់លេងបងប្អូនថ្ងៃនោះបងប្អូនឡើងងើបដាំបាយម្ដងទៀតតាំងពីបើកឃ្លីបវីដេអូមកឮតែខ្ញុំអួតថាឆ្ងាញ់រៀងឆេញដែរមែនទេបងប្អូនតាមពិតទៅខ្ញុំមិនមែនជាអ្នកអួតអាងអីទេម៉ាណាយលេងមើលវីដេអូនេះមកលេងអួតតាំងពីដើមវីដេអូរហូតដល់ទីបញ្ចប់តាមពិតទៅខ្ញុំចេះតែអួតទៅដោយសារខ្ញុំចង់ឲ្យបងប្អូនសាកធ្វើនៅផ្ទះមែនតើដោយសារនេះគឺជាម្ហូបខ្មែរយើងខ្ញុំចង់បងប្អូនធ្វើហើយលក់ទាំងអស់គ្នាអញ្ចឹងណាព្រោះបងប្អូនខ្លះមិនបាច់ថារសជាតិទេបងប្អូនសំបីតែឈ្មោះក៏មិនដែលឮផងហើយវីដេអូអាមុខត្រីនេះខ្ញុំចេញប្រហែលជា6 7វីដេអូហើយតាំងពីធ្វើវីដេអូមកដោយសារថ្ងៃហ្នឹងខ្ញុំអត់មានស្លឹកញទេពិបាករកស្លឹកញតិចបងប្អូនអើយនៅប្រទេសស្វីសឡង់ណាអញ្ចឹងទៅអត់បានហាន់ស្លឹកញដាក់ក្រោមអាមុខត្រីយើងទេអាមុខយើងអាចដាក់ត្រីក៏បានដាក់ជាមួយនឹងសាច់មាន់ក៏បានហើយយើងអាចដាក់ទៅហ៊ូក៏បានដែរអាចនិយាយបានថាមុខម្ហូបនេះមានគ្រឿងក្រូចច្រើននិយាយទៅរៀងឈឺក្បាលដែរប៉ុន្តែខ្ញុំជឿថាបងប្អូនដែលគាត់ចូលចិត្តម្ហូបបែបមានគ្រឿងណាបងប្អូនធ្វើម្ដងហើយគឺចង់ហូបទៀតហ្មងធ្វើរួចរាល់ហើយខ្ញុំក៏ខ្ចប់យកទៅផ្ទះបងភួងដើម្បីទៅចំហុយហូបជុំគ្នានៅនេះតែប៉ុណ្្នឹងឯងបងប្អូនអើយបានម្ហូបអីរត់រកគ្នាហើយបងភួងគាត់មានញោមស្ដៅចាំខ្ញុំហើយបងធីតាគាត់មានឆ្អឹងជនីជ្រូកអាំងហើយខ្ញុំត្រៀមអាមុខត្រីយកទៅចឹងណាបាន3មុខដែរបានហូបជុំគ្នាសុខចិត្តជិះឡានប្រហែលជា40នាទីបងប្អូនអើយដើម្បីហូបបាយហូបទឹកជុំគ្នាហើយពេលទៅដល់ហ្នឹងផ្លែតភ្លាមចាប់ផ្ដើមរៀបចំធ្វើកតងធ្វើអីដើម្បីដាក់អាមុខត្រីយើងចំហុយមុខម្ហូបអាមុខត្រូវការគ្រឿងច្រើនហើយរៀងអតុបតុកញ៉ៃញ៉ៃតិចណាសំបីតែខ្ញុំធ្លាប់ធ្វើឡើងស្ទាត់នៅតែផ្្លាត់ដែរបងប្អូនថ្ងៃទៅដល់ផ្ទះបងភួងហ្នឹងរកឈើចាក់ថ្មិញអត់បានព្រោះអីខ្ញុំត្រូវការឈើចាក់ថ្មិញដើម្បីធ្វើកតងដើម្បីដាក់អាមុខក៏ប៉ុន្តែចុងក្រោយបងប្អូនហើយមានអីប្រើប្រុសឲ្យទៅទិញឈើចាក់ថ្មិញនៅផ្សារព្រាតតែក៏មិនជាបញ្ហាដែរព្រោះឆ្ងាញ់ខ្លាំងហើយសម្រាប់វីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ